តាមមន្ត្រីនគរបាលចរាចរណ៍គូអនុវត្តការផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ឬគ្រាន់តែអប់រំស្នងការនគរបាលភ្នំពេញក្រុងស្នើសុំគោលការណ៍ដើម្បីបន្តពង្រឹងការចុះអនុវត្តច្បាប់ចរាចរណ៍ឡើងវិញក្រោយការអប់រំរយៈពេលប្រមាណជា3ខែកន្លងមកនេះមិនទទួលបានលទ្ធផលល្អពោលគឺកើតមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើននិងបានឆក់យកអាយុជីវិតមនុស្សជាច្រើនអ្នករួមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិពលរដ្ឋផងដែរយ៉ាងណាមិញអ្នកតាមដានស្ថានភាពសង្គមគាំទ្រឲ្យមានការដាក់ពង្រាយនគរបាលចរាចរណ៍ចាំផាកពិន័យឡើងវិញព្រោះពួកគេសង្កេតឃើញថាក្រោយគ្មានមន្ត្រីនគរបាលចរាចរណ៍ឈរចាំផាកពិន័យនៅតាមស្តុបការបើកបររបស់ពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍នោះទេដែលធ្វើឲ្យការបើកបរហាក់បាត់សណ្ដាប់ធ្នាប់តែយ៉ាងណាមន្ត្រីជំនាញលើកទឹកចិត្តឲ្យមន្ត្រីនគរបាលចរាចរណ៍គូអនុវត្តការអប់រំជាងការផាកពិន័យជាប្រាក់តទៅនេះក្រុមការងារលំអិតនេះដូចតទៅលោកបណ្ឌិតមាននេះអ្នកតាមដានការអភិវឌ្ឍសង្គមសង្កេតឃើញថាក្រោយក្រសួងមហាផ្ទៃបញ្ជាឲ្យមន្ត្រីនគរបាលចរាចរណ៍ផ្អាកចាប់ផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ដោយសារបញ្ហាចំនួនព្រំដែនអ្នកបើកបរមួយចំនួនធំមិនបានគោរពច្បាប់ចរាចរណ៍នោះទេកត្តានេះបានជំរុញឲ្យអ្នកជំនាញរូបនេះគាំទ្រឲ្យមានការដាក់ពង្រាយមន្ត្រីនគរបាលចរាចរណ៍នៅតាមស្តុបចាំចាប់ផាកពិន័យឡើងវិញតែយ៉ាងណាលោកស្នើដល់មន្ត្រីនគរបាលចរាចរណ៍គួរតែយកថវិកាដែលបានមកពីការផាកនោះទៅជួយដល់សមរភូមិជួរមុខដែលកំពុងជួបការលំបាកពីការឈ្លានពានយ៉ាងកក្លឿនរបស់ក្រមយោធាថៃផាកពិន័យបានប្រមាណគឺត្រូវតែចូលទៅក្នុងការជួយឧបត្ថម្ភដល់យុទ្ធជនយើងនៅសមរភូមិមុខបាទអានឹងវាអាចជាច្រកចេញមួយដែរដែលធ្វើឲ្យអ្នកមិនពេញចិត្តដែលមិនបានគោរពច្បាប់ចរាចរណ៍ហ្នឹងក៏ត្រូវបានទទួលពិន័យហើយអ្នកដែលគេប្រឆាំងគេអីហ្នឹងក៏អាចយល់ថាថាវិការនេះក៏មកគឺមិនចូលទៅក្នុងហៅប៉ៅរបស់ប៉ូលីសចរាចរណ៍ច្រើនដូចមុនទេបាទហ្នឹងបានត្រូវការគោលការណ៍ណែនាំបែបហ្នឹងអាហ្នឹងវាអាចកាត់បន្ថយនៅការរិះគន់ណាខ្ញុំទទួលស្គាល់នៅស្រុកខ្មែរយើងស្អីដែលធូរស្អីដែលមិនបង់លុយមិនអស់លុយហ្នឹងគឺសុបាយចិត្តណាស់ក៏ប៉ុន្តែអ្វីដែលខ្វះវិន័យគឺវិន័យមិនព្រមគ្រប់ច្បាប់ចរាចរណ៍បាទដោយឡែកលោកបណ្ឌិតយងពៅអគ្គលេខាធិការនៃរាជរដ្ឋាភិបាលកម្ពុជាមិនលើកទឹកចិត្តឲ្យមន្ត្រីនគរបាលចរាចរណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយការផាកពិន័យជាទឹកប្រាក់សម្រាប់អ្នកបើកបរល្មើសច្បាប់ចរាចរណ៍នោះទេពោលគឺលោកចង់ឲ្យការអប់រំជាងការផាកពិន័យជាប្រាក់ជាមួយគ្នានេះអ្នកជំនាញរូបនេះចង់ឃើញមន្ត្រីនគរបាលចរាចរណ៍ឈរនៅតាមស្តុបនិងគោលដៅណាមួយផ្ដោតលើការជួយសម្រួលចរាចរណ៍របស់ពលរដ្ឋជាងចាំតែចាប់ផាកពិន័យបាទអញ្ចឹងត្រូវបំពេញការងារទូនទីតាមអាណត្តិការងាររបស់ខ្លួនដែលរដ្ឋាភិបាលបកគលឲ្យចុះបើយើងមិនបានអានឹងយកអានឹងទៅធ្វើហើយយើងថាបានលុយបន្ថែមពីការផាកពិន័យបានធ្វើនោះខ្ញុំគិតថាមិនត្រឹមត្រូវទេបាទត្រូវតែកែសម្រួលចំណុចហ្នឹងកុំឲ្យមានការយល់ភ័ន្តច្រឡំអញ្ចឹងបើអ្នករាជការផ្សេងទៀតថាត្រូវតែបានលុយបន្ថែមបានធ្វើការអញ្ចឹងរដ្ឋចាយប្រាក់ខែទៅលើអ្នករាជការទាំងអស់ហ្នឹងគឺខាតអញ្ចឹងបាទព្រោះចាយទៅអត់មានបានយកទៅធ្វើតើរលុយបន្ថែមអត់បានធ្វើបាទអញ្ចឹងជាទស្សនៈជារួមមកវិញខ្ញុំឆ្លើយខ្លីថានគរបាលចរាចរណ៍ផ្លូវគោកត្រូវតែធ្វើការរបស់ខ្លួននៅក្នុងការសម្រួលចរាចរណ៍ត្រូវតែអប់រំពលរដ្ឋនៅច្បាប់ចរាចរណ៍ផ្លូវគោកដោយមិនសំអាងថាតើតែការផាកពិន័យយកលុយទៅធ្វើនោះទេបាទបើតាមឯកឧត្តមជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងក្នុងបទសម្ភាសន៍មួយថាបច្ចុប្បន្នចំនួនអ្នកធ្វើដំណើរដោយម៉ូតូនៅតាមដងផ្លូវសាធារណៈចន្លោះពី 30% ទៅ 40% មិនមានពាក់មួកសុវត្ថិភាពនោះទេមិនថាពេលយប់ឬពេលថ្ងៃនោះទេដែលវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងពិការដោយសារសាកល្បងមិនឲ្យចាប់ផាកពិន័យដោយគ្រាន់តែណែនាំនេះបើតាមអគ្គស្នងការរងរូបនេះលោកសុខចិត្តទទួលរងការរិះគន់តែលោកចង់បានមកវិញនៅស្ថិរភាពក្នុងសង្គមភាពសុខសាន្តសុខដុមរមនាទាំងអាយុជីវិតសម្ភារៈមធ្យោបាយទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរួមរបស់សាធារណៈគួរបញ្ជាក់ថាកាលពីកន្លងទៅក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយដោយសម្រេចឲ្យផ្អាកជាបណ្ដោះអាសន្ននៅការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករហូតដល់មានការបញ្ជាក់សារជាថ្មី